ในក្នុងវីដេអូមុនអ្នកទាំងអស់គ្នាប្រកាសជាបានទស្សនាអំពី Luffy នៅក្នុងពិភពរបស់ Naruto ហើយអញ្ចឹងថ្ងៃនេះផងដែរខ្ញុំមកបង្វែរអារម្មណ៍អ្នកទាំងអស់គ្នាឲ្យមកទស្សនាអំពី Luffy នៅក្នុងពិភពនៅក្នុងរឿង Demon Slayer ឬក៏នៅក្នុងរឿង Tanjiro ម្ដងហើយមុននឹងចូលអ្នកទាំងអស់គ្នាកុំភ្លេចចុច like Subscribe ទៅលើ Channel ខ្ញុំម្នាក់មួយអូខេអញ្ចឹងកុំឲ្យខាតពេលយូរហើយយើងទៅទស្សនាវីដេអូនេះជាមួយនឹងខ្ញុំទាំងអស់គ្នា Let's go ប្រសិនបើ Luffy កើតនៅ Tatsu ដោយក្នុងរឿង Demon Slayer គាត់នឹងកើតដូចជាក្មេងប្រុសធម្មតាម្នាក់នៅជនបទប៉ុន្តែសារជាតិខ្លាំងក្លារបស់គាត់តាំងពីដើមគឺនៅតែមាន Luffy នឹងមិនមានសមត្ថភាពពី Devil Fruit ឬផ្លែឈើបិសាចរបស់គាត់ទេពីព្រោះនៅពិភព Demon Slayer គឺមិនមានបំណាច់សមុទ្រនោះឡើយក៏ប៉ុន្តែ Luffy នឹងបង្កើតជាមួយនឹងសមត្ថភាពហើយកម្លាំងថ្មីរបស់គាត់នឹងបង្កើតក្បាច់ខ្យល់ផ្ទាល់ខ្លួនរបស់គាត់ឬយើងហៅថា Freedom Breathing Luffy នឹងអាចបង្កើតក្បាច់ជាច្រើនដូចជា First Form Free First Break Second Form Soundbone Freedom Third Form របស់គាត់គឺ King Streak តើ Luffy គួរតែសិក្សាអំពីវិធីសាស្ត្រដកដង្ហើមឲ្យបានត្រឹមត្រូវពី Rengoku ឬក៏ Urokodaki ប្រសិនបើ Luffy ជួបជាមួយនឹង Tanjiro ពួកគេនឹងក្លាយទៅជាមិត្តល្អនឹងគ្នាពីព្រោះសម្ដីដំបូងរបស់ពួកគាត់គឺនឹងនិយាយថាអ្នកចង់ជួយគេខ្ញុំក៏ជួយអ្នកដែរសម័យមើលតាប្រសិនបើមានការប្រយុទ្ធមួយរវាង Luffy ទៅរកប្រកួតជាមួយនឹង Agasaហើយការប្រយុទ្ធនោះគឺជាការប្រយុទ្ធដ៏ល្បីតើវានឹងមានរឿងអីកើតឡើងខ្លះបើសិនជាមានការប្រកួតនេះកើតឡើងមែន Luffy នឹងប្រើ Gas Second Breathing បូកជាមួយនឹង Observation Haki ហើយ Agasa ក៏ប្រើជាមួយនឹង Blue Demon Art ដែលវាគឺលឿនហើយនឹងខ្លាំងផងដែរប្រកួតទី1ក៏បានចូលមកដល់ Luffy គឺប្រើជាមួយនឹង Freedom Breathing គឺ Liberation King Punch ជាមួយនឹង Conqueror Haki វាយចំជាមួយនឹងមុខរបស់ Agasa យកតែម្ដងជាចុងក្រោយ Luffy នឹងមានអារម្មណ៍ហត់នឿយហើយនឹងមានអារម្មណ៍ថាធុញដោយសារតែការធ្វើជាអ្នកចាប់បិសាចនេះគឺមានអារម្មណ៍ថាហត់ខ្លាំងមែនទែនហើយ Luffy គឺចង់ក្លាយទៅជា Pirate King ឬក៏ស្ដេចចៅសមុទ្រដូច្នេះ Luffy នឹងទៅពិភព One Piece របស់គេវិញដើម្បីក្លាយទៅជាស្ដេចចៅសមុទ្រហើយនឹងបន្តដំណើររបស់គេជាមួយមិត្តភក្តិរបស់គេជាច្រើនទៀតដូចជា Frankie Usopp Chopper ហើយ Lack អូខេអ្នកទាំងអស់គ្នានឹងអញ្ចឹងសម្រាប់វីដេអូនេះគឺមានតែប៉ុណ្្នឹងទេសង្ឃឹមថាអ្នកទាំងអស់គ្នានឹងពេញចិត្តអូខេហើយបើអ្នកទាំងអស់គ្នាចង់បានប្រភេទជាវីដេអូដែល Luffy នៅក្នុងរឿងផ្សេងៗទៀតអ្នកទាំងអស់គ្នាអាច comment មកបានជាមួយនឹងរឿងអីគេទៀតហើយខ្ញុំនឹងព្យាយាមស្វែងយល់អំពីរឿងដែលអ្នកទាំងអស់គ្នាចង់ដាក់ហ្នឹងហើយខ្ញុំនឹងធ្វើការសរសេរអីចឹងណាអូខេអញ្ចឹងគឺខ្ញុំមានតែប៉ុណ្្នឹងទេអ្នកទាំងអស់គ្នាកុំភ្លេចចុច like Subscribe ទៅលើ channel ខ្ញុំម្នាក់មួយហ្នឹងហើយអញ្ចឹងយើងជួបគ្នានៅក្នុងវីដេអូក្រោយទៀតអ្នកទាំងអស់គ្នាបាយបាយ